សាច់រឿងក៏បានចាប់ផ្ដើមតើមួយនោះក៏បានដេញវីប្រហាចៅហ្វាំងផងដែរមើលទៅចៅហ្វាំងប្រដៅរបស់គេកាប់ទៅលើតើនោះមិនឈឺទាល់តែសោះមិនទៅមកចៅហ្វាំងក៏បានប្រើនៅអាវក្រមមារបស់គេបញ្ចេញជាដាវជាច្រើនគេក៏បានបញ្ជាដាវទាំងអស់សម្ដៅទៅតើមួយនោះឃើញបែបនេះសត្វតើមួយនោះក៏បានប្រើធម្មពលរបស់វាបន្តមកវិញធម្មពលរវាងអ្នកទាំងពីរក៏បានផ្ទុះឡើងធ្វើឲ្យដាវចៅហ្វាំងបាក់ទាំងអស់ក៏លេមកមើលចៅហ្វាំងនេះវិញក៏បានក្អួតឈាមផងដែរឃើញបែបនេះឆ្មាស្នេហ៍នេះក៏បាននិយាយប្រាប់ចៅហ្វាំងថាដូចគេនិយាយប្រាប់អញ្ចឹងចៅហ្វាំងគឺមិនមែនជាដៃគូប្រយុទ្ធជាមួយតៅក្បាល3នេះនោះទេយើងនៅតែមានឱកាសរត់ចេញពីវាផងដែរទោះប្រើវិធីអ្វីក៏ដោយចៅហ្វាំងគឺមិនអាចបំបែកយុទ្ធសាស្ត្ររបស់តៅក្បាល3នោះបាននោះទេទោះបីជាយ៉ាងណាក៏ដោយគេនៅតែខំប្រឹងដើម្បីសម្លាប់សត្វតៅមួយនេះទាល់តែបានក៏เลยទៅមើលនារីម្នាក់នោះវិញគេកំពុងតែអង្គុយមើលអ្នកទាំងពីរប្រយុទ្ធគ្នាផងដែរបន្ទាប់មកចៅហ្វាំងក៏បានសម្រាលខ្លួនទៅលើប្រដាយទេវភាពរបស់គេកាប់ទៅលើតៅមួយនោះមួយដាវប៉ុន្តែតៅនោះមិនអីនោះទេហើយចៅហ្វាំងនេះវិញក៏បានខ្ទាតមកខាងក្រោយផងដែរទោះបីត្រូវរបួសយ៉ាងណាក៏ដោយគេនៅតែបន្តសម្រាប់ខ្លួនប្រយុទ្ធបន្តទៀតទោះបីខំប្រឹងប្រយុទ្ធយ៉ាងណាក៏ដោយចៅហ្វាំងគឺមិនអាចយកឈ្នះតៅនោះបានទេមនុស្សម្នាក់នោះគេពិតជាបារម្ភពីចៅហ្វាំងមែនទែនសត្វតៅមួយនោះគឺមានធម៌ពលខ្លាំងណាស់ចៅហ្វាំងគឺមិនអាចប្រយុទ្ធជាមួយគេបាននោះទេរីឯឆ្មាស្នេហ៍នេះគេនៅតែបន្តខាត់ចៅហ្វាំងឆាប់រត់គេចឲ្យលឿនទៅបើមិនចឹងនោះទេយើងនឹងស្លាប់នៅទីនេះហើយចៅហ្វាំងក៏បាននិយាយតាក់ទងនឹងមនុស្សស្រីម្នាក់នេះគេក៏បានជួយសង្គ្រោះខ្ញុំថ្ងៃនេះខ្ញុំប្រដៅរបស់ខ្ញុំដើម្បីសម្រាប់ថាតៅមួយនេះហើយគេក៏បានសម្រាប់ខ្លួនប្រណិតដៅទេវភាពរបស់គេប្រយុទ្ធជាមួយតៅនោះបន្តទៀតសត្វតៅមួយនោះធម្មពលរបស់វាមិនធម្មតានោះទេក៏เลยមកមើលចៅហ្វាំងនៅវិញកម្លាំងរបស់គេស្ទើរតែអស់ពីខ្លួនទៅហើយឃើញតៅក្បាល3មួយនោះដើរមកចិត្តចៅហ្វាំងឆ្មាស្នេហ៍នេះនិងនារីម្នាក់នោះក៏ពិតជាភ័យខ្លាំងមែនទែនចៅហ្វាំងក៏ពិតជាមិនរស់នោះទេតៅមួយនោះរៀបនឹងប្រើធម្មពលរបស់វាដាក់ចៅហ្វាំងទៅហើយស្រាប់តែចៅហ្វាំងក៏បានងើបឡើងម្ដងទៀតចៅហ្វាំងក៏បានសម្រាប់ខ្លួនទៅលើប្រើធម្មពលភ្លើងរបស់គេបញ្ជូនចូលទៅក្នុងដាវទាំង10ហើយដាវទាំងអស់នេះក៏មានឈ្មោះថាដាវទេវភាពភ្លើងទាំង10ហើយធម្មពលដាវទាំងអស់ក៏បូករួមបញ្ចូលគ្នាគេក៏បានប្រើដាវទេវភាពទាំងអស់បញ្ជាមកសត្វតៅមួយនោះហើយធម្មពលមួយនោះផ្ទុះយ៉ាងខ្លាំងបន្ទាប់មកសត្វតៅក្បាល3នោះក៏បានស្លាប់ហើយក៏បានរលាយចេញពីទីនោះទៅនៅពេលដែលរាងកាយសត្វតៅមួយនោះរលាយក៏បានបញ្សល់នៅត្បូងមួយដុំមិនដឹងថាត្បូងឬក៏វិញនោះទេរូបរាងដូចជាខ្លែបក្រូចអញ្ចឹងចៅហ្វាំងក៏បានទទួលនៅត្បូងមួយនោះយកមកទុកឆ្មាស្នេហ៍នេះឃើញបែបនេះក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននឹកស្មានថាចៅហ្វាំងអាចប្រដាវយ៉ាងស្ទាត់ជំនាញហើយក៏អាចបង្កើតនៅដាវទេវភាពទាំង10បានយ៉ាងភ្លាមហើយរឿងមួយនេះពិតជាអស្ចារ្យខ្លាំងណាស់មនុស្សស្រីម្នាក់នោះគេក៏បានអរគុណទៅចៅហ្វាំងបន្ទាប់ពីនិយាយអរគុណហើយគេក៏បានដួលសន្លប់នៅទីកន្លែងនោះបន្ទាប់ពីសម្លាប់សត្វតៅមួយនេះបានកម្រិតរបស់ចៅហ្វាំងក៏បានកើនឡើងបន្តទៀតការសម្លាប់នៅសត្វតៅមួយនេះក៏ធ្វើឲ្យចៅហ្វាំងទទួលនៅផលចំណេញជាច្រើនហើយធម្មពលបូករួមជាមួយនឹងកម្លាំងចៅហ្វាំងឡើងដល់8950ឯណោះហើយការសម្លាប់នៅសត្វកាចសាហាវទាំងអស់វាពិតជាធ្វើឲ្យចៅហ្វាំងទទួលនឹងបានពិន្ទុជាច្រើនបន្ទាប់ពីគេទទួលបានរង្វាន់ទាំងអស់រួចមកហើយរបួសនៅក្នុងខ្លួនរបស់គេក៏បានជាសះស្បើយទាំងអស់ហើយចៅហ្វាំងក៏បាននឹកឃើញថាដើមលីងឈីក៏នៅពាក់កណ្ដាលទៀតគេក៏បានដកដើមលីងឈីមួយនោះប្រគល់ទៅឲ្យឆ្មាស្នេហ៍នេះហើយគេក៏បានទាមទារនៅរង្វាន់ដែលគេប្រយុទ្ធបានជោគជ័យមួយនេះនៅពេលដែលរាងកាយសត្វតៅមួយនោះរលាយទៅវាក៏បានមិនសល់នៅត្បូងមួយដុំឆ្មាស្នេហ៍នេះក៏បានទាមទារនៅត្បូងមួយដុំនោះពីចៅហ្វាំងផងដែរប៉ុន្តែចៅហ្វាំងមិនល្ងងនោះទេការប្រយុទ្ធមួយនេះគឺគេពឹងផ្អែកទៅលើកម្លាំងធាតុនិងក្បាច់គុណរបស់គេទាំងអស់ហើយឆ្មាស្នេហ៍នេះក៏មិនបានជួយចៅហ្វាំងផងដែរហេតុអ្វីមកទាផលចំណេញពីគេអញ្ចឹងគេគ្មានផ្លូវប្រគល់នៅត្បូងមួយនោះឲ្យឆ្មាស្នេហ៍នេះនោះទេក៏เลยទៅមើលមនុស្សស្រីម្នាក់នោះគេនៅតែសន្លប់នៅឡើយចៅហ្វាំងគេនឹងរកវិធីសាស្ត្រដើម្បីជួយគេផងដែរគេក៏បានទាមទារអ្វីមួយពីឆ្មាស្នេហ៍នេះដើម្បីជួយនារីម្នាក់នេះតើតើនឹងពិន្ទុបូរំជាមួយនឹងគុណសម្បត្តិរបស់គេវាក៏អាចធ្វើជាថ្នូរដើម្បីដោះដូរបានឆ្មាស្នេហ៍នេះគេក៏បាននិយាយថាគ្មានបញ្ហានោះទេគេក៏បានបញ្ចេញនៅប្រអប់រង្វាន់មួយក៏เลยមើលពិន្ទុរបស់ចៅហ្វាំងគឺមិនអាចបដូរយកប្រអប់មួយនេះបាននោះទេហើយគេត្រូវតែលក់ត្បូងវិញ្ញាណរបស់តៅក្បាល3នោះទើបគេទទួលបានប្រអប់មួយនេះដើម្បីទទួលបានប្រអប់ពណ៌ស្វាយមួយនេះចៅហ្វាំងគឺត្រូវតែមានពិន្ទុ1000ឯណោះហើយនៅក្នុងប្រអប់មួយនេះក៏មាននៅថ្នាំមួយយ៉ាងថ្នាំនេះវាក៏អាចធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាននៅចៅហ្វាំងក៏ពិតជាឈឺក្បាលខ្លាំងមែនទែនគេក៏បានដាក់មួយដៃទៅលើឆ្មាស្នេហ៍នេះខ្ញុំមើលទៅអ្នកពិតជានិយាយមិនសមរម្យជាមួយនឹងខ្ញុំអ្នកក៏បានដឹងហើយថាខ្ញុំមានតែ903ពិន្ទុប៉ុណ្ណោះហើយប្រអប់មួយនេះក៏ពិតជាឡើងថ្លៃពេកហើយចៅហ្វាំងគេមិនសុខចិត្តនោះទេឆ្មាស្នេហ៍នេះក៏បានខឹងនឹងចៅហ្វាំងខ្លាំងមែនទែនដែលបានវាយគេបែបនេះគេគឺជាអ្នកគ្រប់គ្រងនៅក្នុងហ្គេមមួយនេះមិនគួរណាចៅហ្វាំងវាយគេតលតែសោះចៅហ្វាំងគឺគេមិនខ្វល់នោះទេគេក៏បានបញ្ជាដៃរបស់គេថានៅជុំវិញខ្លួនឆ្មាស្នេហ៍នេះចៅហ្វាំងក៏បាននិយាយតាក់ទងជាមួយនឹងហ្គេមមួយនេះតើឯងគឺជាអ្នកណាខ្ញុំគឺជាអ្នកណាហេតុអ្វីបានជាអ្នកមិនប្រាប់ពីអ្វីដែលមានប្រយោជន៍ទាំងអស់មកខ្ញុំថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងឃើញបែបនេះឆ្មាស្នេហ៍នេះក៏ពិតជាភ័យខ្លាំងមែនទែនគេក៏បានបញ្ចេញនៅប្រអប់3ដើម្បីទទួលបាននៅប្រអប់មួយ
នេះយើងត្រូវតែមាន900បន្ទូដើម្បីផ្លាស់ប្ដូរយកវាហើយក្នុងប្រអប់នីមួយៗគឺមានថ្នាំជាបារបួសជាដើមហើយខ្ញុំក៏ពិតជាមិនដឹងថាអ្នកពេញចិត្តឬអត់នោះទេចៅហ្វងក៏បានទទួលនៅប្រអប់ទាំង3នោះមកគេក៏បានបើកប្រអប់ទាំង3ហើយក្នុងប្រអប់ទាំងអស់គឺមានតែថ្នាំទឹកមួយគ្រាប់តែប៉ុណ្ណោះចៅហ្វងក៏បានប្រើនៅថ្នាំទឹកមួយគ្រាប់នេះដើម្បីជួយនារីម្នាក់នោះនៅពេលដែលចៅហ្វាំងប្រើថ្នាំទឹកមួយគ្រាប់នេះជួយនារីម្នាក់នោះយើងក៏ឃើញថាសម្លៀកបំពាក់របស់គេកំពុងតែផ្លាស់ប្ដូរផងដែរហើយសម្រស់របស់គេក៏ពិតជាស្អាតខ្លាំងមែនទែនសម្បីតែចៅហ្វាំងក៏លងនឹងសម្រស់នាងដែរហើយយ៉ាងមនុស្សស្រីអីស្អាតក៏ស្អាតថែមទាំងមានសមត្ថភាពទៀតផងគេនឹងប្រាថ្នាយកមនុស្សស្រីម្នាក់នេះធ្វើជាមិត្តស្រីរបស់គេបន្ទាប់មកនារីម្នាក់នោះក៏បានដឹងខ្លួនមកវិញហើយចៅហ្វាំងឯនោះវិញឃើញគេដឹងខ្លួនបែបនេះព្រមនឹងទៅថោកគេហើយស្រាប់តែនារីម្នាក់នោះតែកំភ្លៀងគេមួយដៃធ្វើឲ្យចៅហ្វាំងប៉ាំងដល់ណាដល់ណីហើយឆ្មាស្នេហ៍នេះកំពុងតែសើចចៅហ្វាំងផងដែរនារីម្នាក់នោះក៏ពិតជាឆ្ងល់ខ្លាំងមែនតែហេតុអ្វីរបស់គេជាសះស្បើយទាំងអស់អញ្ចឹងហើយក៏លើកទៅមើលចៅហ្វាំងនោះស្ទើរតែបាក់ឆ្កែទៅហើយសាច់រឿងនៅភាគទី5នេះក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតអរគុណអ្នកទាំងអស់គ្នាបាយបាយ